បាទមកដល់បងប្អូនថ្នាក់បឋមភូមិហើយមានទាំងអនុវិទ្យាល័យមានទាំងវិទ្យាល័យហើយបងប្អូនដែលមានចំណាត់ថ្នាក់ពីលេខ10ទៅដល់លេខ1បាទថ្នាក់ទី8ណែតំណឹងសួរសូមបាទបៃកាមេរីមកពីអនុវិទ្យាល័យពេញទៅទទួលបានសរសើរនោះបាទបៃកាមេរីមានថ្ងៃខែឆ្នាំកំណើតថ្ងៃទី8ខែមីនាឆ្នាំ2012បៃកាមេរីណាស់ហើយនេះបាទទៅទៀតបាទលេខ9បៃតជុំសោយឡើងហៀទឹកភ្នែកដែលមកពីវិទ្យាល័យព្រៃលំឆ្លងនោះទទួលបានសរសើរលេខ10បាទបៃតជុំមានថ្ងៃខែខាងកំណើត24វិច្ឆិកាឆ្នាំ2012បៃតជុំវិទ្យាហើយដល់ហេបាទបាទទៅដល់បានខាងលើនៅអនុវិទ្យាល័យព្រៃទៅទទួលបានសរសើរបៃខាងលើមានថ្ងៃខាងកំណើត16ឧសភាឆ្នាំ2012បាទបៃខាងលើឈ្មោះក្រុមរីយ៉ាបាទបាទតឹងនេះដែរវិទ្យាល័យព្រៃទៅទៀតហើយចុយបៃខាងលើដែលមានថ្ងៃខែកំណើត9កក្កដា2010អត់មកទេឈ្មោះឡាត់នីតាបាទខាងលើមកពីអនុវិទ្យាល័យព្រៃទៅទៀតហើយចុយបាទយ៉ាអស់ព្រៃទៅទៀតអស់ហើយទៅបាទអាភាពហើយបាទខាងលើដែលមានថ្ងៃខែកំណើតថ្ងៃ3វិច្ឆិកាឆ្នាំ2013បាទខាងលើមានឈ្មោះចាក់លេងលីហាបាទអូផ្លាស់ពីព្រៃទៅមកចូលព្រៃកំពុងដែរបាទបាទចាប់ពីព្រៃឡើងមកទទួលបានអាហារូបករណ៍បានសរសើរនិងថវិកាចំនួន30000រៀលដែរបាទគឺបេក្ខជនដែលមានថ្ងៃខែកំណើត25កញ្ញាឆ្នាំ2012ទេដែរដឹងចាំហ៎បាទបេក្ខជនឈ្មោះស៊ុនព្រះក្តីបាទរាស់ពីព្រៃទៅទៅអនុវិទ្យាល័យព្រៃទៅទៀតហើយបាទទៅទៅហើយអស់ហើយទៅបាទថ្ងៃថ្ងៃខាងណាថ្ងៃ30មេសាឆ្នាំ2012បាទមកដល់គ្រាគេព្រោះអើយកាន់ណាអូនេះបាទចៃយ៉ាបាទបាទពីព្រៃទៅទៅព្រៃនឹងរងវិញបាទទៅ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 មកទៅទៅបាទទៅដល់វិញបាទទៅទៅដែលទទួលបានបានសរសើរអាហារូបករណ៍និងថវិកាចំនួន40000រៀលបាទបេក្ខជនដែលមានថ្ងៃខែកំណើត21ដុល្លារឆ្នាំ2013បេក្ខជនឈ្មោះផុនសុខរ៉ាំឌីបាទអរគុណតែមិនបាទអរគុណតែមិនបាទបាទអរគុណទៅដល់ចូលអនុវិទ្យាល័យព្រៃទៅទៀតចុយទៅយ៉ាងលឹកទៅបាទបាទទទួលបានបានភាសាហើយអង្គនឹងបាទថវិកាចំនួន40000រៀលបាទដោយបេក្ខជនដែលមានថ្ងៃកំណើត30មិថុនាឆ្នាំ2012បាទបេក្ខជនឈ្មោះហុនលីកាបាទបាទបេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ1តើបានទៅលើកូនស្រីរូបណាទៅណាបាទបេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ1មកពីវិទ្យាល័យព្រៃនគរបាទដែលជាយើងដឹងហើយបាទទទួលបានបានសរសើរអាហារូបករណ៍និងថវិកាចំនួន50000រៀលដែលមានថ្ងៃខែកំណើត17មិថុនាឆ្នាំ2012
រឿងទៅខាងរឿងណៃសូភើបាទគាត់ជាបិតាសេដ្ឋកិច្ចប្រាក់ទី6បាទបាទទាំងរឿងឡើងទៅណាអូគាត់បាំងឡើងជួយគាត់បាំងឡើងជួយជួយបាទឥឡូវមកប្រាប់ទៅទៅទៅនឹងទៅខាងរឿងដែលផ្លាក់ទៅ